ចាបងប្អូនថ្ងៃនេះគឺខ្ញុំបានទទួលប៉ាសពតអាមេរិកដែលខ្ញុំទៅធ្វើថ្ងៃមុនហើយបងប្អូនចាតែទៅធ្វើប៉ាសពតនេះគឺត្រៀមដើម្បីត្រឡប់ទៅស្រុកខ្មែរយើងវិញដូចខ្ញុំបានធ្វើវីដេអូពីមុនមកថាខ្ញុំនឹងត្រឡប់ទៅស្រុកខ្មែរវិញអញ្ចឹងណាបងប្អូនចាអញ្ចឹងទៅក៏ខ្ញុំត្រូវធ្វើប៉ាសពតឲ្យហើយក៏ report តាក់ទងនឹង social aid ផ្សេងៗដែលខាងUSCIS គេឲ្យយើងធ្វើអញ្ចឹងណាបងប្អូនត្រៀមលក្ខណៈជាស្រេចចាបងប្អូនហើយសម្រាប់ប៉ាសពតអាមេរិកនេះគឺមានការធ្វើខុសគ្នាពីនៅស្រុកខ្មែរយើងខ្លះៗអញ្ចឹងណាបងប្អូនចាគឺ process របស់គេហ្នឹងគឺយើងអាចទៅធ្វើបាននៅឯព្រឹទ្ធសនីចាបងប្អូនគឺដំបូងឡើយពួកខ្ញុំទៅយក form យកមកបំពេញនៅផ្ទះយើងខ្លួនឯងអញ្ចឹងណាបងប្អូនចាគឺគេអត់មានបំពេញអីឲ្យយើងទេគឺយើងសម័យខ្លួនដែលយើងចង់ធ្វើ passport ហ្នឹងគឺយើងត្រូវទៅយក form នៅឯព្រឹទ្ធសនីនឹងឯងបងប្អូនចាខ្ញុំចាប់អារម្មណ៍ថាការធ្វើលិខិតឆ្លងដែនហ្នឹងគឺខុសពីស្រុកខ្មែរយើងដោយសារតែការដែលខ្ញុំនៅស្រុកខ្មែរគឺយើងត្រូវទៅកន្លែងចាការិយាល័យធ្វើប៉ាសពតផ្ទាល់តែម្ដងអញ្ចឹងណាបងប្អូនមានមន្ត្រីអីគាត់សញ្ញេគាត់ឲ្យយើងផ្តិតមេដាយអីចឹងទៅចាបងប្អូនប៉ុន្តែនៅអាមេរិកនេះគឺយើងអាចទៅធ្វើនៅកន្លែងព្រឹទ្ធសនីបានចាយើងគ្រាន់តែយក form ហ្នឹងមកបំពេញប្រវត្តិរូបតោះខ្លួនអញ្ចឹងទៅហើយចាបំពេញព័ត៌មានផ្សេងៗដែលតាក់ទងខ្លួនយើងចាដូចខ្ញុំអញ្ចឹងគេសួរដែរថាតើពេលណាដែលខ្ញុំចុះហេតាស៊ីវិលជាមួយប្តីខ្ញុំនៅអាមេរិកនេះអញ្ចឹងណាបងប្អូនអញ្ចឹងគេត្រូវការថ្ងៃខែឆ្នាំដែលយើងចុះហេតាស៊ីវិលហ្នឹងហើយមួយវិញទៀតថ្ងៃខែឆ្នាំកណ្ដាលចាប្រវត្តិរូបឈ្មោះអញ្ចឹងទៅដូចខ្ញុំបានដូរតកូលទៅខាងប្តីដែរនៅពេលខ្ញុំរៀបការអញ្ចឹងខ្ញុំបានបញ្ជាក់ឈ្មោះដែលខ្ញុំចង់បាននៅក្នុងប៉ាសពតនឹងដែរអញ្ចឹងណាបងប្អូនចាហើយមួយវិញទៀតគឺភ្ជាប់ជាមួយឯកសារខ្លះៗដូចយកกระดาษលេខ social របស់ខ្ញុំទៅយកវិញ្ញាបនបត្រដែលខ្ញុំទទួលបាននៅថ្ងៃទទួលសញ្ជាតិហ្នឹងបងប្អូនយកឲ្យគេដែរអញ្ចឹងกระดาษទាំងអស់ហ្នឹងគេត្រូវការกระดาษ original អញ្ចឹងណាបងប្អូនចាបើលេខ social យើងអាចបំពេញចាយើងអាចបំពេញនៅក្នុង form ហ្នឹងហើយកระดาษចាវិញ្ញាបនបត្រដែលទទួលបានថ្ងៃសញ្ជាតិហ្នឹងគឺយើងយកឲ្យគេត្រូវការกระดาษ original អញ្ចឹងណាបងប្អូនគេអត់យក copy ទេប៉ុន្តែយើងអាច copy ទុកខ្លួនឯងបានពីព្រោះថានៅរយៈពេលដែលគេកំពុងតែ process passport យើងហ្នឹងគឺគេយកกระดาษវិញ្ញាបនបត្រយើងទៅហើយបងប្អូនតើគេធ្វើ passport ហើយបានគេផ្ញើយើងវិញអញ្ចឹងណាបងប្អូនចាហើយសម្រាប់ខ្ញុំគឺមានបំពេញឈ្មោះឪពុកម្ដាយរបស់ខ្ញុំចាថ្ងៃខែឆ្នាំកណ្ដាលគាត់អីអញ្ចឹងណាបងប្អូនចាទីកន្លែងកំណើតដែលយើងកើតដូចជាខ្ញុំកើតនៅខេត្តបាត់ដំបងចាប្រទេសកម្ពុជាយើងអីអញ្ចឹងខ្ញុំដាក់នៅក្នុងនឹងទាំងអស់មកចាបងប្អូនចាហើយមួយវិញទៀតគឺសម្រាប់កូនរបស់ខ្ញុំគាត់ធ្លាប់មានប៉ាសពតអាមេរិកម្ដងហើយប៉ុន្តែប៉ាសពតគាត់ផុតកំណត់អញ្ចឹងទៅខ្ញុំក៏ទៅធ្វើប៉ាសពតឲ្យគាត់ម្ដងទៀតចាសម្រាប់ក្មេងៗទោះបីជាមានប៉ាសពតពីមុនក៏ដោយក៏គេឲ្យតម្រូវឲ្យយើងយក form ដូចអ្នកធ្វើប៉ាសពតថ្មីដែរអញ្ចឹងណាបងប្អូនប៉ាសពតនៅទីនេះគេចាกระดาษ form សម្រាប់ធ្វើប៉ាសពតគេបែងចែកជាពីរមួយដូចអ្នកធ្លាប់មានប៉ាសពតពីមុនហើយនិងមួយទៀតអ្នកដែលអត់ទាន់ធ្លាប់ដែលធ្វើប៉ាសពតពីមុនមកសោះអញ្ចឹងណាបងប្អូនចានៅអាមេរិកនេះស្រួលមួយយ៉ាងដែរបងប្អូនដោយសារតែពេលយើងចង់ទៅធ្វើប៉ាសពតយើងទៅព្រឹទ្ធសនីចាដូចក្នុងវីដេអូនេះអញ្ចឹងណាបងប្អូនទៅខាងព្រឹទ្ធសនីហ្នឹងទៅយើងបំពេញឯកសារអីហើយអស់សម្រាប់ពូមីតោះខ្លួនចាសម្រាប់កូនរបស់ខ្ញុំគឺពួកគាត់យកចាបំពេញលេខ social របស់គាត់ដែរហើយនឹងយកចាគេហៅថាលិខិតបញ្ជាក់កំណើតគាត់ណាបងប្អូនចាដោយសារកូនរបស់ខ្ញុំហ្នឹងកូនប្រុសក៏កើតនៅថៃទេហើយកូនស្រីក៏កើតនៅស្រុកខ្មែរយើងអញ្ចឹងក៏មានសម្បត្តិកំណើតនៅស្រុកខ្មែរហើយប៉ុន្តែពេលដែលពួកខ្ញុំទៅសុំសញ្ជាតិឲ្យពួកគាត់ជាសញ្ជាតិអាមេរិកនៅទូតអាមេរិកហ្នឹងគឺគេឲ្យគេហៅថាលិខិតបញ្ជាក់កំណើតមួយទៀតចឹងណាបងប្អូនចាអញ្ចឹងពេលដែលទៅធ្វើប៉ាសពតហ្នឹងត្រូវយកលិខិតបញ្ជាក់កំណើតរបស់គាត់ជាចេញពីអាមេរិកនេះទៅដែរចាបងប្អូនចាលិខិតហ្នឹងក៏ដូចគ្នាដែរគេត្រូវការជាលិខិតដែរច្បាប់ដើមបងប្អូនអត់ copy ទេចាអញ្ចឹងទៅបើសិនជាយើងខ្លាចមានបញ្ហាអីកើតឡើងយើង copy ទុកទៅហើយយើងឲ្យច្បាប់ដើមទៅគេនៅពេលដែលគេធ្វើហើយអស់គេនឹង mail ឲ្យយើងវិញចាបងប្អូនហើយខ្ញុំចាប់អារម្មណ៍ថាធ្វើលិខិតឆ្លងដែននៅប្រទេសអាមេរិកនេះគឺគេអត់តម្រូវឲ្យយើងផ្តិតមេដាយដូចនៅស្រុកខ្មែរយើងមានការផ្តិតកញ្ចៅដៃអីផ្សេងៗណាបងប្អូនចាប៉ុន្តែនៅនេះនៅពេលដែលយើងបំពេញ
ឯកសារនឹងហើយអស់ហើយគេផ្ទៀងផ្ទាត់មកយើងដូចភ្នាក់ងារនៅប្រៃសណីនឹងគេផ្ទៀងផ្ទាត់ហើយក៏គេមានការថតរូបថតអីនៅនឹងប្រៃសណីនឹងតែម្ដងអញ្ចឹងណាបងប្អូនចាគេថតរូបថតអីហើយគេក៏មានរូបថត extra យើងដែរបងប្អូនគេសល់រូបថតអញ្ចឹងគេឲ្យយើងអញ្ចឹងទៅចាហើយក៏គេពិនិត្យឯកសារយើងទាំងអស់ពិនិត្យឯកសារយើងផ្ទៀងផ្ទាត់មួយយើងថាឈ្មោះត្រឹមត្រូវហើយថ្ងៃកណាត់ត្រឹមត្រូវហើយមួយទៀតលក្ខណៈដូចគេឲ្យយើងស្បត់ដែរបងប្អូនថាអ្វីដែលយើងបំពេញនៅក្នុងឯកសារហ្នឹងពិតជាត្រឹមត្រូវមែនពិតជាព័ត៌មានតខ្លួនរបស់យើងមែនយើងអត់មានខ្លាចបន្លំយកព័ត៌មានអ្នកណាមកដាក់ទេអញ្ចឹងណាបងប្អូនអញ្ចឹងទៅក៏យើងឆ្លើយបាទឬក៏ចាអញ្ចឹងទៅបងប្អូនចាហើយនៅពេលដែលគេពិនិត្យហើយអស់អញ្ចឹងទៅសម្រាប់ព័ត៌មាននៅលើឯកសាររបស់កូនឪពុកម្ដាយជាអ្នកសញ្ញាឲ្យអញ្ចឹងណាបងប្អូនចាហើយនៅពេលដែលពួកគាត់ពិនិត្យឲ្យអស់អញ្ចឹងគាត់ក៏យកចាឯកសាររបស់យើងទាំងអស់ទាំងច្បាប់ដើមហ្នឹងគឺខាងប្រៃសណីគេនឹងបញ្ជូនទៅខាងចាគេនឹងបញ្ជូនទៅខាងភ្នាក់ងារធ្វើប៉ាសពតតើយើងសម័យខ្លួនមិនបាច់ទៅទេព្រោះគេនឹងរត់ការឲ្យយើងអញ្ចឹងណាបងប្អូនគេបញ្ជូនទៅខាងផ្នែកធ្វើប៉ាសពតនឹងហើយប៉ុន្តែគេឲ្យលេខលក្ខណៈ tracking number មួយថាតើប៉ាសពតយើងទៅដល់ដៃភ្នាក់ងារធ្វើប៉ាសពតហើយឬនៅហើយថ្ងៃណាដែលយើងបានប៉ាសពតមកវិញអញ្ចឹងណាបងប្អូនចាដោយពួកខ្ញុំទិញសម្បត្តិយន្តហោះមុនធ្វើប៉ាសពតអញ្ចឹងទៅខ្ញុំទិញសម្បត្តិយន្តហោះសម្រាប់ខែ5បងប្អូនព្រោះដោយសារដើមខែ5ហ្នឹងសម្បត្តិយន្តហោះនៅរៀងធូរថ្លៃចាអញ្ចឹងក៏ខ្ញុំទិញសម្បត្តិយន្តហោះហើយនៅពេលដែលធ្វើប៉ាសពតគេប្រាប់ថាពី4អាទិត្យទៅ5អាទិត្យបានអញ្ចឹងណាបងប្អូនអញ្ចឹងក៏ខ្ញុំបង់សេវាបន្ថែម$60ម្នាក់ទៀតដើម្បីឲ្យយើងឆាប់បានអញ្ចឹងគេថា2អាទិត្យទៅ3អាទិត្យយើងបានប៉ាសពតហើយបើយើងបង់សេវាលះគេអញ្ចឹងណាចាអញ្ចឹងទៅនៅពេលដែល2អាទិត្យខ្ញុំបានទទួលបានប៉ាសពតនឹងមកដល់ដៃអញ្ចឹងណាបងប្អូនចាមានការងារស្រួលដែរបងប្អូនដោយសារតែយើងមិនបាច់ទៅយកចាដល់កន្លែងហើយក៏យើងមិនបាច់ទៅធ្វើនៅដល់កន្លែងភ្នាក់ងារអញ្ចឹងណាបងប្អូនព្រោះខាងប្រៃសណីហ្នឹងចាបុគ្គលិកនៅខាងប្រៃសណីហ្នឹងគាត់ជាអ្នកផ្ទៀងផ្ទាត់ឯកសារគាត់ជាអ្នកផ្ញើឲ្យយើងអញ្ចឹងទៅចាបងប្អូនប៉ុន្តែនៅក្នុងហ្នឹងក៏គេគិតសេវាយើងទាំងអស់អញ្ចឹងណាបងប្អូនចាពួកខ្ញុំធ្វើ3នាក់ហ្នឹងគឺអស់$600ជាងបងប្អូនទាំងដែលសេវាគេថតរូបឲ្យយើងចាសេវាគេផ្ទៀងផ្ទាត់មើលឯកសារចាផ្ញើទៅចាកន្លែងភ្នាក់ងារធ្វើប៉ាសពតនឹងនៅពេលដែលគេផ្ញើប៉ាសពតត្រឡប់មកដល់ផ្ទះយើងអញ្ចឹងណាបងប្អូនចាគឺនៅពេលដែលគេផ្ញើប៉ាសពតមកគឺគេដាក់នៅក្នុងប្រអប់សំបុត្រនៅមុខផ្ទះយើងបដ ாய் អញ្ចឹងមានការងារស្រួលបងប្អូនព្រោះពេលណាគេផ្ញើមកអញ្ចឹងក៏គេផ្ញើសាររំលឹកនៅខាង email យើងគឺយើង check នៅក្នុង tracking number នឹងដែរថាប៉ាសពតយើងរួចរាល់ហើយទៅដល់ដៃភ្នាក់ងារធ្វើប៉ាសពតហើយគេនឹងមកផ្ញើត្រឡប់មកដល់ post office វិញហើយអញ្ចឹងណាបងប្អូនហើយថ្ងៃណាគេនឹងចេញដើម្បីចែកចាយប៉ាសពតយើងនឹងទៅតាមផ្ទះអញ្ចឹងទៅចាបងប្អូនអញ្ចឹងយើងអត់ហត់ទេចាំតែពេលទៅបើកសំបុត្រប្រអប់សំបុត្រយើងនៅមុខផ្ទះអញ្ចឹងណាបងប្អូនគេថា2អាទិត្យអញ្ចឹងយើងមើលថ្ងៃទៅដូចថាគ្រប់2អាទិត្យហើយអញ្ចឹងយើងទៅបើកសំបុត្រទៅឃើញប៉ាសពតហ្នឹងហើយបងប្អូនចាបងប្អូនឥឡូវនេះគឺសំបុត្រយន្តហោះខ្ញុំបានទិញហើយប៉ាសពតក៏បានធ្វើហើយដែរតាមអ្វីដែល USCIS គេប្រាប់ឲ្យយើងទៅធ្វើប៉ាសពតអញ្ចឹងណាបងប្អូនហើយនឹងរាយការណ៍មួយទៀតតកតងនឹងsocial number ថាយើងជប់កាន់ green card ហើយគឺជាជនជាតិចាសញ្ជាតិអាមេរិកហើយអញ្ចឹងណាបងប្អូនចាអញ្ចឹងកិច្ចការហ្នឹងបានរៀបចំហើយអស់ហើយអញ្ចឹងខ្ញុំក៏សប្បាយចិត្តដែរដូចពេលវេលាទៅស្រុកខ្មែរវិញកាន់តាគីអញ្ចឹងណាបងប្អូនចាប៉ុន្តែឥឡូវនេះក៏កំពុងទៅស៊ើបព័ត៌មានតកតងនឹងចាដោយកូនរបស់ខ្ញុំហ្នឹងគាត់មានសញ្ជាតិខ្មែរហើយខ្ញុំជាជនជាតិខ្មែរយើងដែលកាន់ប៉ាសពតអាមេរិកពេលទៅខ្មែរវិញអញ្ចឹងណាបងប្អូនអញ្ចឹងទៅគេថាឲ្យយើងនឹងធ្វើ K visa មុនចា K visa ហ្នឹងគឺតកតងដោយជនជាតិខ្មែរដែលប្រើប៉ាសពតអាមេរិកចាដែលត្រឡប់ចូលទៅស្រុកខ្មែរវិញអញ្ចឹងណាបងប្អូនចាអញ្ចឹងទៅខ្ញុំឮព័ត៌មានថាប្រាប់ថាឲ្យយើងនឹងត្រូវធ្វើ K visa ហ្នឹងមុនពេលដែលយើងឡើងយន្តហោះចាអ្នកខ្លះទៅគាត់ថាអាចបំពេញតាមចា app របស់ e-arrival visa អីអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំអត់ច្បាស់ថាយ៉ាងម៉េចដែរទេបងប្អូនដោយសារតែមានព័ត៌មានខុសៗគ្នាហើយអ្នកខ្លះទៀតថាបើសិនមាន K visa អញ្ចឹងខាង airline គេអត់ឲ្យយើងឡើងយន្តហោះព្រោះដោយសារតែពួកខ្ញុំទិញសំបុត្រយន្តហោះហ្នឹងយើងទិញតា one way ticket ទិញតាដូចយើងទិញតែមួយជើងទៅទេយើងអត់មានត្រឡប់មកវិញព្រោះអត់ទាន់ដឹងថាត្រូវត្រឡប់មកវិញពេលណាអញ្ចឹងណាបងប្អូនចាអញ្ចឹងសូមផ្ដាំផ្ញើទៅបងប្អូន
បើសិនជាបានមើលវីដេអូខ្ញុំហើយដឹងអំពីព័ត៌មាន K Visa សូមបងប្អូនជួយផ្ដល់ជាព័ត៌មានឲ្យខ្ញុំផងចាអរគុណបងប្អូនជំរាបលា